ចាខ្ញុំសូមបញ្ជាក់តកតងនឹងការកាត់បន្ថយការតាមចិត្តរបស់កុមារគ្រប់ពេលគ្រប់វេលាខ្ញុំលើកទឹកចិត្តឲ្យប៉ាម៉ាក់ពិភាក្សាជាមួយនឹងអ្នកដែលនៅមើលថែកូនរបស់ប៉ាម៉ាក់ឬក៏ជាយាយជាលោកតាអីចឹងទៅដោយសារតែពេលខ្លះឧទាហរណ៍ការតាមចិត្តហ្នឹងម៉ាក់ប៉ាបានជួយកាត់បន្ថយលែងតម្រើលែងតាមចិត្តគាត់ឬក៏អីចឹងទៅក៏ប៉ុន្តែពេលគាត់នៅផ្ទះជាមួយនឹងលោកយាយលោកតាអីចឹងទៅគាត់នៅតែតាមចិត្តនៅតែផ្ដល់ឲ្យនៅអ្វីដែលគាត់ចង់បានទាមទារអីចឹងទៅភាគច្រើនចាភាគច្រើនគឺខ្ញុំបានពីអាណាព្យាបាលដែលគាត់ប្រាប់មកខ្ញុំវិញនៅពេលដែលគាត់បានអនុវត្តតាមអ្វីដែលខ្ញុំណែនាំទៅកាន់គាត់ទៅគាត់អនុវត្តហើយក៏ប៉ុន្តែនៅពិបាកត្រង់ថាម៉ាក់យាយរបស់គាត់ឬក៏លោកតារបស់គាត់ស្រឡាញ់ចៅជាធម្មតាយាយតាគឺគាត់ស្រឡាញ់ចៅហើយគាត់ក៏មិនចង់ឃើញចៅយំឬក៏អីចឹងទៅអញ្ចឹងក៏គាត់ផ្ដល់នៅអ្វីដែលចៅគាត់ចង់បានអីចឹងទៅអញ្ចឹងសម្រាប់ខេសហ្នឹងគឺខ្ញុំជួបច្រើនមែនតើសម្រាប់ម៉ាក់ប៉ាហើយពេលខ្លះដល់ថ្នាក់អាចនឹងចង់ឆ្លោះជាមួយនឹងលោកយាយលោកតាទៀតតកតងនឹងការជួយកូនអញ្ចឹងណាអញ្ចឹងគឺទាមទារការពង្យល់ហេតុផលទៅកាន់គាត់ដោយសារតែបើសិនជាគាត់មានបញ្ហាចេះហើយឧទាហរណ៍ថាគាត់មានអូទីសឹមចោះឬគាត់យឺតភាសាចោះគាត់ត្រូវការជួយគាត់អីចឹងទៅយើងត្រូវការជួយគាត់អីចឹងទៅអញ្ចឹងយើងអាចពង្យល់ហេតុផលឲ្យបានលម្អិតអំពីការតម្រើសឬក៏សកម្មភាពដែលយើងអនុវត្តជាមួយគាត់ប្រចាំថ្ងៃឧទាហរណ៍ថាម៉ាក់យាយគាត់ធ្វើបែបហ្នឹងវាមានផលឬក៏ចេះឥទ្ធិពលល្អសម្រាប់គាត់ទៅមុខទៀតឬក៏ជាការស្នើសុំឬក៏ការអនុវត្តម៉ាក់ប៉ាជាមួយគាត់ទៅថាឃើញអូនរៀងបានផលឬក៏អីចឹងទៅហើយតាមការស្នើសុំរបស់គ្រូថាអូនត្រូវតែកាត់ដាច់បែបនេះអីចឹងទៅអញ្ចឹងខ្ញុំគិតថាគាត់អាចយល់ច្រើនព្រោះជាធម្មតាគាត់អត់ចង់ឃើញចៅគាត់យំឬក៏អីចឹងទៅហើយពេលខ្លះក្មេងៗនៅមួយយាយតាគឺរៀងពិបាកទៀតពិបាកត្រង់ថាពេលខ្លះគាត់អាចចាស់គាត់រៀងពិបាកក្នុងការជួយមើលថែអីចឹងទៅពេលខ្លះគាត់អាចផ្ដល់ឧទាហរណ៍ថាចៅនឹងល្ពឹសខ្លាំងហើយកលាំងគាត់អត់ដល់ទេគាត់អត់មានពេលនៅមើលឬក៏តាមចាប់ចៅគ្រប់ពេលវេលាឯងពេលខ្លះគាត់ផ្ដល់ជាបើកទូរទស្សន៍ឲ្យកូននឹងស្ដាប់ឲ្យកូននឹងមើលអញ្ចឹងទៅឬក៏ពេលខ្លះគាត់ឲ្យទូរស័ព្ទមើលអីចឹងទៅដើម្បីចៅរបស់គាត់អាចនៅស្ងៀមបានឬក៏អីចឹងទៅចាដោយសារតែពេលខ្លះវាជាផលលំបាកសម្រាប់គាត់ដែរសម្រាប់កុមារល្ពឹសពួកគាត់សកម្មខ្លាំងអញ្ចឹងអាចលោកយាយលោកតាគាត់រៀងចំណាស់នេះទៅគាត់អាចទប់ទល់ឈ្នះហើយអញ្ចឹងមានតែការផ្ដាល់ឲ្យចាអាហ្នឹងវាជាបញ្ហាមួយតែបញ្ហាដែលនាងខ្ញុំលើកឡើងនៅក្នុងវីដេអូនេះគឺចង់សម្របឲ្យគាត់យល់ខ្ញុំឧទាហរណ៍ថាគាត់ត្រូវការមើលទូរស័ព្ទម្លងពេលដែលគាត់អង្គុយឬក៏រងចាំអីមួយអញ្ចឹងទៅឬឧទាហរណ៍ថាម៉ាក់យាយឬក៏លោកតាឃើញគាត់ចង់បានគាត់ទាអញ្ចឹងទៅក៏ប៉ុន្តែម៉ាក់ប៉ាជាធម្មតាគាត់បានអនុវត្តគាត់ឲ្យក៏ប៉ុន្តែយាយតាឃើញបែបលក្ខណៈថាឃើញចៅយំឬក៏អីអញ្ចឹងទៅក៏ផ្ដាល់ឲ្យអញ្ចឹងទៅចានឹងគឺវាចេះឥទ្ធិពលល្អជាទម្លាប់ល្អហើយមួយទៀតដូចជាគាត់ចង់បានអីឬគាត់ចង់លេងអីចឹងម៉ាក់ប៉ាគាត់បានផ្ដល់ឲ្យគាត់បានអនុវត្តចឹងទៅតែលោកយាយលោកតាគាត់ទៅជាផ្ដល់ឲ្យវិញទៅដល់ពេលចឹងវាលក្ខណៈថាកុមារខ្លះគាត់អាងគាត់នៅមួយម៉ាក់ប៉ាបែបផ្សេងនៅមួយយាយតាបែបផ្សេងទៀតចឹងទៅវាខុសគ្នាដោយសារអីភាគច្រើនគឺយាយតាគាត់តាមចិត្តគាត់ស្រឡាញ់ចៅគាត់ផ្ដល់នៅអ្វីដែលចៅទាមទារចង់បានអីចឹងទៅហើយពេលចឹងវាលក្ខណៈថាម៉ាក់ប៉ាជាមួយនឹងយាយតាក៏វាខុសគ្នាដែរបើសិនជាកូននៅមួយម៉ាក់ប៉ាមានអកប្បកិរិយាឬក៏ចរិតផ្សេងចឹងទៅដល់ពេលនៅមួយយាយតាចរិតផ្សេងទៀតចឹងទៅដោយសារតែគាត់អាងយាយអាងតាអីចឹងទៅអាហ្នឹងវាទៅតាមនឹងដែរអញ្ចឹងគឺម៉ាក់ប៉ាត្រូវពង្យល់ហេតុផលថាបើសិនជានៅបន្តសកម្មភាពបែបហ្នឹងប្រកាសជាអូននឹងអត់រីកចម្រើនទេឬក៏អត់វិវត្តទៅមុខទៅហើយចំណុចហ្នឹងធ្វើឲ្យគាត់កាន់តែពិបាកក្នុងការជួយទៅមុខទៀតចឹងទៅអញ្ចឹងយើងព្យាយាមពង្យល់គាត់តិចទៅគាត់អាចយល់ហើយពេលដែលគាត់អាចយល់ហើយយើងរួមគ្នាក្នុងការជួយគឺឆាប់បានទទួលលទ្ធផល
ហើយមិនមែនតែយើងជួយតែមួយថ្ងៃហ្នឹងឯងគឺគ្រប់ពេលគ្រប់វេលាយើងត្រូវជួយគាត់មិនមែនជួយម្ដងពីរដងបានផលទេគឺត្រូវការប្រើពេលហើយត្រូវការអនុវត្តតាមវិន័យរបស់យើងតឹងរឹងរបស់យើងឲ្យបានខ្ជាប់ខ្ជួនផងដែរចា៎សូមអរគុណ